របៀបធ្វើនំបារាំងស្លឹកតើយគ្រឿងផ្សំមានស្លឹកតើយ5ស្លាបព្រាបាយប្រេងឆា3ស្លាបព្រាបាយស្ករស1ខាំ100ក្រាមហ្នឹងហើយម្សៅហ្នឹង1ខាំ100ក្រាមដែរពងទា2គ្រាប់ខ្ញុំចែកជា2គឺសផ្សេងហើយនិងក្រហមផ្សេងហើយអំបិលបន្តិចហើយនិង baking powder 1ស្លាបព្រាកាហ្វេយើងយកស្ករសដាក់ចូលក្នុងពងសរបស់យើងបន្តិចហើយយើងយកមកបដៅវាយពងនឹងមកវាយពងសរបស់យើងឲ្យហើយចឹងថែមពងសបន្តិចទៀតយើងនឹងបន្តវាយទៀតយើងវាយវាខាប់ទាំងនេះទៅម្ល៉េះនៅពេលដែលវាខាប់បែបនេះហើយយើងអាចយកវាធ្វើនំបានហើយនៅបន្តវាយពណ៌ក្រហមខ្ញុំថែមពងចូលទៅក្នុងពងក្រហមយើងទាំងអស់ពេលនេះខ្ញុំវាយពងក្រហមបានហើយខ្ញុំនឹងដាក់ប្រេងឆាចូលហើយដាក់ទឹកស្លឹកតើយរបស់យើងនឹងគឺយើងយកស្លឹកតើយស្រស់ក្រឡុកវាឲ្យមាត់ហើយពូតយកទឹកបែបនេះហើយខ្ញុំនឹងដាក់ baking powder របស់យើងនឹងអំបិលចូលហើយខ្ញុំនឹងដាក់ម្សៅបន្តិចសិនកូរវាចូលសិន
នៅពេលនេះម្សៅរបស់យើងបានលាត់ហើយខ្ញុំនឹងលេជាមួយនឹងពងសខ្ញុំថែមពងសបន្តិចទៀតខ្ញុំនៅដាក់ពងសទាំងអស់ចូលនៅពេលនេះម្សៅរបស់យើងហើយខ្ញុំនឹងយកវាទៅដុតនៅក្នុង microwave ក្នុងរយៈពេល20នាទីក្នុងកម្ដៅ180អង្សានៅពេលនេះម្សៅដែលខ្ញុំវាយហើយនឹងហើយខ្ញុំធ្វើរួចហើយខ្ញុំនឹងចាក់ចូលទៅក្នុងប្រដាប់ដុតរបស់ខ្ញុំនឹងដើម្បីយកទៅដុតខ្ញុំនឹងយកវាទៅដុតក្នុងកម្ដៅ180អង្សាក្នុងរយៈពេល20នាទីញ៉ាំណា